ខ្ញុំបាទឈ្មោះអៀកំស្រេងជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានលើកនេះខ្ញុំសូមឆ្លើយតបទៅជនក្បត់ជាតិថេងតារាដែលវាបានគ្រប់គ្រងកម្ពុជាបោកប្រាស់សំរងស៊ីនិងជាជនក្បត់ជាតិដែលនាំជាតិខ្មែរយើងដែលនាំប្រជាជាតិខ្មែរយើងបន្តនឹងការរងគ្រោះបន្ថែមទៀតដូច្នេះខ្ញុំនឹងបកស្រាយទៅដល់សម្ដីជនក្បត់ជាតិថេងតារាឯងស្ដាប់ឲ្យបានច្បាស់លាស់កម្ពុជាជនក្បត់ជាតិថេងតារាឯងបានសួរថាអៀកំស្រេងជាណាអៀកំស្រេងបានបញ្ជាក់បង្ហាញប្រាប់ជាច្រើនលើកជាច្រើនសាររួចទៅហើយអៀកំស្រេងជាអ្នកវិភាគនយោបាយជាព្រះរាជអាជ្ញាការពារជាតិដើម្បីទាញយកអ្នកនយោបាយអ្នកដែលបោកប្រាស់សង្គមអ្នកដែលក្បត់ជាតិមកដើម្បីឆ្លោះបញ្ជាក់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋឲ្យបានដឹងឃើញយល់ថាអ្នកណាជាអ្នកសម្លាប់ខ្មែរអ្នកណាជាអ្នកក្បត់ជាតិដូច្នេះអៀកំស្រេងហ្នឹងដែលទាញអ្នកដែលក្បត់ជាតិទាំងអស់ដើម្បីមកឆ្លោះបញ្ចាំងបង្ហាញប្រជាពលរដ្ឋឲ្យមើលឃើញថាអ្នកណាជាអ្នកក្បត់ជាតិនឹងឲ្យបើចង់ដឹងថាអៀកំស្រេងជាតិអ្នកណាហើយបន្ទាប់មកទៀតប្រហែលជាអ្នកឯងដាក់សំណួរសួរថាតើព្រះរាជអាជ្ញាហ្នឹងអ្នកណាជាអ្នកតែងតាំងយើងទៅតោងដឹងយល់ឲ្យច្បាស់លាស់ពីបញ្ហានយោបាយប្រទេសជាតិហើយក៏ជាកាតព្វកិច្ចរបស់កូនចៅបងប្អូនរួមជាតិរស់នៅលើទឹកដីខ្មែរត្រូវតែមានកាតព្វកិច្ចនិងភារកិច្ចដើម្បីបំពេញនៅករណីកិច្ចទាំងអស់ហ្នឹងដូច្នេះមិនចាំបាច់គេតែងតាំងទេឲ្យតែឃើញជាតិជួបនៅភាពវិបត្តិទុក្ខសោកវេទនាដូច្នេះក្នុងទួលនីតិយើងដែលមានសមត្ថភាពនិងទេពកោសល្យដ៏ពិតប្រាកដនឹងអាចចេញមុខមកដើម្បីបម្រើជាតិដោយគ្មានចាំអ្នកណាមកអញ្ជើញឬក៏មកហៅមកលន់តួឡើងទេដូច្នេះចំណុចអស់ហ្នឹងកន្លែងហ្នឹងហើយដែលអៀកំសែងចេញមកតាំងនាមខ្លួនឯងជាព្រះរាជអាជ្ញាដើម្បីទាញអូសកអ្នកនយោបាយទាំងអស់មកបំភ្លឺបញ្ជាក់បង្ហាញប្រជាជាតិឲ្យដឹងថាអ្នកណាមិត្តនិងអ្នកណាជាសត្រូវហើយអ្នកណាដែលយកដីខ្មែរយើងដល់ពិតប្រាកដដូច្នេះចំណុចហ្នឹងហើយដែលចង់ដឹងថាអៀកំសែងជាអ្នកណាហើយបន្ទាប់មកទៀតណាជនក្បត់ជាតិថេងតារាវាបានដាក់ចំណុចមកចោតប្រកាន់មកលើអៀកំស្រេងមើលទៅមិនដូចយួនទេព្រោះគាត់នឹងចេះនិយាយភាសាខ្មែរច្បាស់ដូចជាខ្ញុំប្រាប់ដែរជនក្បត់ជាតិថេងតារាឯងស្ដាប់ឲ្យបានច្បាស់លើហេតុអីបានអៀកំស្រេងមិនដូចយួនពីព្រោះមិនមែនចិត្តជាយួនទេព្រោះក្នុងនាមជាពលរដ្ឋខ្មែរក្នុងនាមជាប្រជាជាតិខ្មែរម្នាក់ដែលឃើញទុក្ខសោកវេទនានៅឆ្នាំ1979ឃើញពួកយួនចូលមកឈានពានទឹកដីខ្មែរអៀកំស្រេងបានបុកអង្គពីតៅបត់ជើងសុំម្ដាយលាម្ដាយចេញទៅធ្វើចលនាតស៊ូដើម្បីកំទេចយួនវាយយួនហ្នឹងបើចង់ដឹងថាអៀកំស្រេងវាមិនដូចយួនវាអត់ដូចយួនទេពីព្រោះអៀកំស្រេងកំណត់កើតនៅស្រុកខ្មែរដូច្នេះធ្វើចលនាតស៊ូដើម្បីកំទេចយួនតាំងពីអៀកំស្រេងទៅតែអាយុបាន19ឆ្នាំបានចេញទៅធ្វើចលនាតស៊ូយកជីវិតពលីទៅលើសមរភូមិតាំងពីឆ្នាំ1979ម៉េះដូច្នេះវាមានអ្នកជាផោះតាំងដែលបងប្អូនរួមជាតិរួមមិត្តជាមួយគ្នានៅក្នុងសម័យចលនាតស៊ូដូច្នេះចំណុចអស់ហ្នឹងអៀកំស្រេងមានផោះតាំងបញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់ហើយទន្ទឹមពេលទៅនឹងបើសិនជាក្បត់ជាតិថេងតារាឯងមកសួរអៀកំស្រេងថាជាយួនមិនដូចយួនចុះឥឡូវនេះបែរជាជនក្បត់ជាតិថេងតារាឯងទៅថ្វាយបង្គំបីសាច់ស៊ីនុកញ្ចាស់មេពឹសបីសាច់សក់សហើយនឹងសំរងស៊ីតើវាជានរណាវាជាយួនឬក៏វាជាខ្មែរហេតុអីបានយើងនាំគ្នាសពថ្ងៃទៅលុតជង្គង់ថ្វាយបង្គំសំពះយួនហើយយើងថាយួននឹងមកជួយជាតិយើងទៀតឬយ៉ាងម៉េចយើងសួរថានាងមនិចកញ្ចាស់មេពឹសបីសាច់សក់សនាងមនិចនឹងវាជាខ្មែរឬក៏វាជាយួនដូច្នេះវាមិនបានកើតនៅស្រុកខ្មែរទេវាជាកូនយួនសុទ្ធសាធដូច្នេះចំណុចហ្នឹងហើយយើងមើលទៅបីសាច់ស៊ីអនុវាកូនសឹមវ៉ានិងកុសមមនីរតហើយយើងសុំសួរថានៅក្នុងរយៈកាលកន្លងមកវាដែលបាននៅស្រុកខ្មែរទេវានាំគ្នានៅតែដេកនៅស្រុកយួនតាំងពីអាយុ8ឆ្នាំចេញទៅរៀនវាចេញទៅនៅស្រុកយួនតាំងពីឆ្នាំ1930មកទល់នៅឆ្នាំ1940បានវិវលចូលមកមាតុភូមិវិញដូច្នេះចំណុចអៀកំស្រេងមិនដែលទៅចិនស្រុកយួនទេនេះខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់តែជនក្បត់ជាតិថេងតារាឯងកំពុងតែលើកដំកើងនាំយួនមកសម្លាប់ជាតិខ្មែរនេះជនក្បត់ជាតិហើយយើងមើលសំរងស៊ីយើងសួរថាសំរងស៊ីជានរណាដែលប្រវត្តិខ្លួនឯងមិនបានបញ្ជាក់បង្ហាញឲ្យច្បាស់លាស់ប្រវត្តិហ្នឹងបើតាមគេហៅថាម្ដាយយួនឪពុកសំសេរីហើយសំសេរីចេញពីប្រភពណាមកដូចជាបញ្ហាទាំងអស់ហ្នឹងដែលយើងត្រូវដឹងថាសំរងស៊ីតើបានមានវីរភាពអីដើម្បីមកជួយជាតិខ្លះធ្វើនយោបាយ20ឆ្នាំរឿងអីដែលមិនដឹងថាយួនយកដីហើយបន្ទាប់មកទៀតសំរងស៊ីធ្វើនយោបាយ20ឆ្នាំសុំសួរវាថាតើវាដែលលើកពីប្រវត្តិ7មករាយួនមកឈានពានទឹកដីខ្មែរឬក៏យួនវាមកជួយខ្មែរយើងមើលឃើញរយៈកាលដែលវានៅក្នុងគណៈបកដែលបើកគណៈបករយៈកាលអស់20ឆ្នាំមកហើយយើងសុំសួរថាតើវិបត្តិដែលយួនយកដីយួនសម្រាប់ជាតិខ្មែរយើង7មករាយួនមកឈ្លានពានទឹកដីខ្មែរបីសាច់ស៊ីនុវាជាជនក្បត់ជាតិតើសំរងស៊ីដែលឆ្លោះបញ្ចាំងបញ្ជាក់បង្ហាញឲ្យប្រជាជាតិបានដឹងទេហ្នឹងដែលឲ្យណាជនក្បត់ថេងតារាឯងទៅ
ត្រូវដឹងឲ្យច្បាស់លើបើអៀកំស្រីបើមិនទម្លុះអាកំបាំងអស់នឹងទេយើងសូមសួរថាតើបងប្អូនប្រជាពលរដ្ឋបានដឹងទេពីបញ្ហាវិបត្តិនៅក្នុងសង្គមជាតិដែលជួបនៅភាពវិនិច្ឆ័យកម្មមហន្តរាយដោយសារការលាក់កំបាំងនៅប្រវត្តិសាស្ត្រចំណុចនឹងហើយដែលអៀកំស្រីបំបែកកុំឲ្យយួនសងំមកយកទឹកដីខ្មែរបន្តទៀតដោយសាររួមចំណែកពីពួកអាកំពូចោលគាត់ជាតិបីសាច់បនកើនិងក្រុមអារាជានិយមបល័យពូជសាសហើយនិងក្រុមពួកអាកំពូចបោកប្រាស់សំរាំងស៊ីហ្នឹងដែលវាចូលរួមចំណែកនឹងគេហៅថានយោបាយត្រីកោណហ្នឹងដែលសម្រាប់ជាតិខ្មែរយើងរឿងអីដែលមិនដឹងថាយួនយកដីនៅតែបន្តសកម្មភាពបំរើយួនសម្រាប់ខ្មែរបន្តថែមទៀតដូចជាចំណុចហ្នឹងដែលសបបញ្ជាក់បង្ហាញឲ្យឃើញថាអាសំរាំងស៊ីនេះគឺរួមចំណែកក្បត់ជាតិជាមួយនឹងអាបីសាច់ស៊ីអនុនឹងកញ្ចាស់មេពឹសបីសាច់សក់សអានេះដែលសបញ្ជាក់ឲ្យឃើញច្បាស់ជាមួយនឹងក្រុមបពពួកដែលខ្ញុំតែងតែដាក់ទាំង3នេះគេហៅថានយោបាយត្រីកោណអាកំពូចបោកប្រាស់សំរាំងស៊ីទៅគាំទ្រស៊ីអនុអាបីសាច់ស៊ីអនុទៅគាំទ្រហ៊ុនសែនហ៊ុនសែនវាគាំទ្រយួនសំណួរយើងសួរថាតើពឹងអស់ហ្នឹងវាជាជនជាតិខ្មែរឬក៏ជាជនក្បត់ជាតិខ្មែរដូចជាចំណុចនេះដែលយើងចង់បញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់ទាំង3ក្រុមហ្នឹងហើយខ្ញុំសូមលើកថាអាជនក្បត់ជាតិអាថេងតារាវាបានមកចោទប្រកាន់មកលើខ្ញុំថាខ្ញុំនឹងជាអ្នកបំបែកបំបាក់ខ្មែរយើងប្រើពាក្យបំបែកបំបាក់បើសិនជាគេកំពុងតែរស់នៅសុខកាយសប្បាយចិត្តហើយយើងទៅប្រើពាក្យញុះញង់បំបែកបំបាក់អានឹងបានយើងអាចទៅប្រើពាក្យបំបែកបំបាក់ក៏ប៉ុន្តែភាពដែលបំបែកបំបាក់វាចែកចេញជាពីរបើសម្រាប់ដែលអ្នករងគ្រោះគេសប្បាយចិត្តនៅរាល់អ្វីដែលខ្ញុំនិយាយតែទៅវិញបើអ្នកដែលគេសុខកាយសប្បាយចិត្តវាមាន3បាក់ទី1គឺក្រុមពួកអាកំពូចោកបាត់ជាតិ3សាច់បនកើពើគឺក្រុមហ៊ុនសែនវាដេកស៊ីសុកស្នុកសុខកាយសប្បាយចិត្តមានបានបំផ្លាញជាតិសម្រាប់ជាតិខ្មែរយើងយកទ្រព្យសម្បត្តិទៅបំរើយួនឲ្យយួនយកទឹកដីដើម្បីជាបំពន់នៅមហិច្ឆតានៅការរស់នៅសុខកាយសប្បាយចិត្តតែក្រុមគ្រួសារបកពួកនិយមគ្រួសារពួកវាហើយជាពិសេសសិតតែបណ្ដាញយួននៅក្នុងគណៈបកប្រជាជនដូចជាចំណុចអស់ហ្នឹងដែលអៀកឹមសេងទៅបំបែកនៅឯកតកម្មអស់ហ្នឹងចំណុចហ្នឹងហើយដែងអាចារកិច្ចអាកិញយួនអាថេងតារាវាមិនសុខកាយសប្បាយចិត្តវាបែរជាបកពាក្យនឹងទាំងអស់មកវាយមកលើអៀកឹមសេងទៅវិញអាហ្នឹងយើងនិយាយពីបកទី1ដែលវាកំពុងតែសុខកាយសប្បាយចិត្តដែលគ្មានបំណងកុំឲ្យអ្នកណាមកលាតត្រដាងពីអំពើព្រៃផ្សៃអំពើអាក្រក់ដែលវាធ្វើដូចជាចំណុចហ្នឹងហើយដែលអៀកឹមសេងបានលាតត្រដាងបញ្ជាក់បង្ហាញឲ្យបងប្អូនមើលឃើញថាសកម្មភាពនយោបាយនៅក្នុងប្រទេសខ្មែរគឺបណ្ដាលមកពីអាក្រុមពួកអាចោក្បត់ជាតិ3សាច់បនកើពើសម្រាប់ជាតិខ្មែរយើងបន្តបន្ទាប់អាហ្នឹងយើងនិយាយពីគណៈបកប្រជាជនវាកំពុងតែសុខកាយសប្បាយចិត្តបែរជាអៀកឹមសេងទៅលាតត្រដាងពីអំពើអាក្រក់អំពើខ្មៅលាមកដែលបំរើយួនសម្រាប់ខ្មែរកាត់ទឹកដីឲ្យទៅយួនឲ្យយួនទៅត្រៀនបង្ហូរនិគមយួនចូលមកលើកកម្លាំងយួនឲ្យខ្លាំងបំបាក់កម្លាំងជាតិខ្មែរយើងអាហ្នឹងហើយដែលអៀកឹមសេងបានឆ្លោះបញ្ចាំងបញ្ជាក់បង្ហាញឲ្យបងប្អូនប្រជាជាតិខ្មែរយើងឲ្យបានដឹងអំពី7មករាអំពីយួនឈានពានទឹកដីខ្មែរអំពីអាបីសាច់ស៊ីនុគឺជាក្រុមក្បត់ជាតិហើយឥឡូវវារួមបំដែកមួយទៀតគឺជាមួយនឹងអាកំពូចបោកប្រាស់សំរាំងស៊ីខ្ញុំនឹងលាតត្រដាងបន្តបន្ទាប់ដើម្បីឲ្យបងប្អូនបានយល់អានឹងចំណុចទី1ដែលខ្ញុំចង់និយាយថាខ្ញុំបំបែកបំបាក់ក្រុមពួកអាកំពូចចោលក្បត់ជាតិបីសាច់បងកំពើលាក់កំបាំងប្រវត្តិសាស្ត្រអស់រាប់សិបឆ្នាំមកហើយអានឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញដែលថាអាជនក្បត់ជាតិអាថេងតារានឹងវាមកចោទប្រកាន់ខ្ញុំថាខ្ញុំនឹងជាអ្នកបំបែកបំបាក់ខ្ញុំបំបែកបំបាក់ពួកក្រុមទុច្ចរិតពីព្រោះមិនអាចមិនអោយអ្នកឯងមកបំភ្លេចបំផ្លាញជាតិបន្តទៀតអានេះខ្ញុំប្រាប់ទៅអាកំពូចក្បត់ជាតិថេងតារាឯងស្ដាប់ឲ្យបានច្បាស់លាស់អានឹងទីពីចំណុចដែលអៀកឹមសេងបំបែកបំបាក់ពីព្រោះយួនបានយកទឹកដីខ្មែរយើងយួនបានសម្លាប់ជាតិខ្មែរយើងរាប់លានអ្នកបន្តបន្ទាប់អានឹងយើងនិយាយថាខ្ញុំមិនអាចឲ្យពួកនឹងបន្តសកម្មភាពសម្លាប់ជាតិខ្មែរបន្តទៀតទេអញ្ចឹងហើយបាទខ្ញុំចេញមុខមកដើម្បីឆ្លុះបញ្ចាំងបញ្ជាក់បង្ហាញនៅលើសង្គមជាតិយើងឲ្យដឹងឲ្យបានច្បាស់យើងមើលទៅនៅក្នុងឆ្នាំ2012គ្មានបងប្អូនមួយណាគ្មានអ្នកនយោបាយមួយណាមកងើបឡើងមកបង្ហាញជាតិថាយួនយកដី7មករាគឺជាថ្ងៃយួនឈានពានអត់មានអ្នកណាលើកយកមកនិយាយទេលើកដំកើងល្បូតគុណ7មករាប៉ុណ្្នឹងហើយចង់បានអីទៀតកន្លែងហ្នឹងហើយដែលពួកវាយកទស្សនៈទាំងអស់ហ្នឹងយកមកបំផន់មតិជាតិកន្លែងហ្នឹងដែលអៀកឹមសេងបំបែកបំបាក់កុំឲ្យពួកវាហ្នឹងប្រើនយោបាយបោកប្រជាពលរដ្ឋបន្តទៀតហ្នឹងហើយដែលអៀកឹមសេងបំបែកបំបាក់ពួកទុច្ចរិតអានេះខ្ញុំប្រាប់ទៅអាជនក្បត់ថេងតារាឯងស្ដាប់ឲ្យបានច្បាស់លាស់ហើយបន្ទាប់មកទៀតយើងនិយាយក្រមរាជានិយមដែលទំនុកទុកចិត្តទៅលើអាស្ដេចប្រជាជាតិខ្មែរយើងមិនបានមើលឃើញពីអបាយកលដ៏ខ្មៅកខ្វក់ដ៏ជាលាមកសម្រាប់តែជាតិខ្លួនឯងយើងសូមសួរថារាជានិយមនឹងវាជារាជានិយមខ្មែរឬក៏រាជានិយមយួនតាមការពិតដូចខ្ញុំតែងតែបញ្ជាក់បង្ហាញបងប្អូនជាច្រើនតាមមកហើយរាជានិយមយើងសប្ងៃគឺជារាជានិយមយួនមិនមែនជារាជានិយមខ្មែរទេអ្វីក៏ដោយយើងទៅតោងទៅយល់ឲ្យច្បាស់លាស់បើសិនជាស្ដេចខ្មែរយើងដ៏ពិតប្រាកដគេតោងតែឈឺចាប់នៅការតែគេធ្វើបាបវិជារាជរបស់ខ្លួនឯងហើយគេមិនដែលរត់ចោលស្រុកគេមិនដែលរត់គេពីស្រុកខ្លួនឯងទេតែបែបទៅវិញយើងទៅមើលស្ដេចខ្មែរយើងវិញមិនដែលឃើញនៅស្រុកទេមកបានតែ2-3ថ្ងៃរត់ទៅស្រុកដេកនៅស្រុកចិនអស់រយៈកាលយើងអ
ខ្ញុំអត់បាច់និយាយទៅវិញឆ្ងាយទេរយៈកាលតែត្រឹមតែ20ឆ្នាំទេភាពដែលនៅក្នុងស្រុកវាតិចណាស់ហើយចេញទៅនៅស្រុកក្រៅហើយទន្ទឹមនៅពេលហ្នឹងសកម្មភាពនយោបាយយួនយកទឹកដីស្ដេចអត់ដៃមានខ្វាយខ្វល់ដេកស៊ីសុខកាយសប្បាយចិត្តដើរលេងកំសាន្តច្រៀងកាឡាអូខេបង្កើតក្រុមភ្លេងទៅដើម្បីជាសុខកាយសប្បាយចិត្តខ្លួនឯងតែផ្ទុយទៅវិញយើងមើលពីសកម្មភាពនយោបាយនៅក្នុងប្រទេសតើប្រជាជាតិខ្មែរយើងតើគាត់សុខកាយសប្បាយចិត្តឬក៏អត់ភាពដែលអភិវឌ្ឍនៅក្នុងសម័យអាណានិគមមកទល់នឹងបច្ចុប្បន្ននៅតែអន់ជាងសម័យអាណានិគមទៅវិញដោយឈរទៅលើសម័យចៃកវិជាសប្តាហ៍នេះគឺការវិវត្តនៅក្នុងពិភពលោកមានការរីករាលដុះដាលសកម្មភាពគេប្រែប្រួលទាំងស្រុងបែរជាស្រុកខ្មែរយើងយ៉ាប់ជាងសម័យអាណានិគមបារាំងថែមទៀតតើយើងសូមសួរថានៅក្នុងរយៈកាលកន្លងមកដែលយួនយកដីខ្មែរយើងស្ដេចទួនាទីស្ដេចត្រូវតែមានការទំនាក់ទំនងហើយត្រូវការទៀមទាដើម្បីឲ្យថាវាជាទឹកដីរបស់ស្ដេចដូចខ្ញុំនិយាយដូចស្រុកដូចស្ដេចថៃខ្ញុំលើកឧទាហរណ៍ទៅដែលយើងជាក់ស្ដែងដូចស្ដេចថៃសូម្បីតែព្រះវិហារជាទឹកដីរបស់ខ្មែរផងនៅតែស្ដេចថៃគេមិនសុខចិត្តនៅតែគេប្រើមធ្យោបាយទៀមទាយកព្រះវិហារពីយើងគេមិនខ្វល់ពីច្បាប់អន្តរជាតិថែមទៀតអានឹងយើងនិយាយពីស្ដេចថៃដែលគេគិតគូរបារម្ភពីទឹកដីរបស់គេតែផ្ទុយទៅវិញម្នាក់អ្នកគ្នាគោរពថាស្ដេចអាបីសាយសៀនុនឹងវាជាស្ដេចខ្មែរបើសិនជាស្ដេចខ្មែរគេគិតគូរគេភ័យព្រួយគេបារម្ភពីរឿងទឹកដីខ្មែរបើសិនជាយួនយកទឹកដីខ្មែរគេត្រូវតែមានការទៀមទាយកពីយួនមកវិញអានឹងបានហៅថាវាជាស្ដេចដីស្ដេចខ្មែរពិតប្រាកដតែផ្ទុយទៅវិញបងប្អូនមើលនៅអ្វីដែលអាបីសាយសៀនុវាធ្វើតើចំណុចមួយណាដែលវាហៅថាវាគិតគូរដើម្បីផលប្រយោជន៍ជាតិអ្វីដែលអៀកំស្រេងគេហៅថាបំបែកបំបាក់ហ្នឹងបំបែកពីអ្វីគេហៅថាជាជនក្បត់ដែលអាបីសាយសៀនុវាក្បត់ជាតិនៅក្នុងហ្នឹងដោយសាររឿងអីចំណុចហ្នឹងហើយដែលអៀកំស្រេងចេញមុខមកលាតត្រដាងបង្ហាញឲ្យបងប្អូនប្រជាជាតិមើលឃើញថាអ្វីដែលអាបីសាយសៀនុវាធ្វើហ្នឹងមិនមែនជាស្ដេចខ្មែរទេកុំឲ្យបងប្អូនយកចោលធ្វើអោខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនឲ្យបានច្បាស់លាស់ចំណុចហ្នឹងហើយដែលអៀកំស្រេងគេហៅថាបំបែកបំបាក់កុំឲ្យបងប្អូនទៅជឿទៅលើអាបីសាយសៀនុពីព្រោះអាបីសាយសៀនុហ្នឹងហើយជាឃាតករជាចារកិច្ចរបស់យួនបន្លំខ្លួននៅក្នុងរាជាដែលធ្វើជាស្ដេចខ្មែរហើយកុំឲ្យយើងទៅគោរពពីព្រោះអាស្ដេចនេះគឺលើកអំណាចទៅបកគលឲ្យយួនយើងមើលនៅក្នុងឆ្នាំ1979មកទល់នឹង$23.91ចលនាតស៊ូដើម្បីពលីជីវិតបុព្វហេតុដើម្បីទាមទាយកទឹកដីយើងមកវិញដោយឈរទៅលើការពឹងផ្អែកទៅលើអង្គការសហប្រជាជាតិដូច្នេះចំណុចហ្នឹងឲ្យបងប្អូនឲ្យដឹងឲ្យយល់ឲ្យច្បាស់ពីបញ្ហានេះសំខាន់ណាស់ដែលសបញ្ជាក់បង្ហាញឲ្យឃើញថារាល់សកម្មភាពដែលយើងចលនាតស៊ូដើម្បីបុព្វហេតុការពារជាតិទាមទារយកបូរណភាពទឹកដីយើងមកវិញតែផ្ទុយទៅវិញយើងបានដូចបំណងមែនដោយអង្គការសហជាតិបានចុះនិងដាក់កម្លាំងជួយយើងដែលយើងបង្កើតបាននៅលទ្ធិប្រជាធិបតេយ្យស្របទៅតាមច្បាប់អន្តរជាតិដែលហៅថាលទ្ធិប្រជាធិបតេយ្យសេរីភូប៉ាតែផ្ទុយទៅវិញដើម្បីឈរទៅលើនឹងយួនត្រូវដកកងទ័ពចេញពីស្រុកខ្មែរកន្លែងនឹងហើយដែលយួនមិនសុខចិត្តទេដូចជាមានតែចំណុចមួយតែពឹងផ្អែកទៅលើអាបីសាយសៀនុមានតែបីសាយសៀនុទេដែលអាចយកអំណាចទៅបកគលឲ្យយួនវិញបងប្អូនកុំឲ្យយករឿងតែមួយកំណាត់យកមកវិភាគពីរឿងប្រវត្តិសាស្ត្រត្រូវយកពីចំណុចនៅគោលដៅដែលសំខាន់បំផុតហ្នឹងបណ្ដាលមកពីអីមិនដែលតែយួនយកទឹកដីយើងបានដោយងាយស្រួលទេចំណុចហ្នឹងហើយដែលខ្ញុំអៀកំសែងចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់យើងមើលទៅដល់តែយួនវាដកទ័ពចេញទៅការបោះឆ្នោតប្រជាពលរដ្ឋដែលមានជំនឿជឿទៅលើអាស្ដេចរាជានិយមហ្នឹងដោយជឿទៅលើអាបីសាយស៊ីនោះហ្នឹងក៏បានភាពទិនជោគជ័យបានដូចបំណងមែនតែផ្ទុយទៅវិញយើងមើលនៅក្នុងគណៈបកប្រជាជនជាក្រុមនៃក្រុមពួកយួនបំរើយួនសម្រាប់ខ្មែរវាងឿវាមិនព្រមវាទៅបង្កើតនៅតំបន់អាកន្លែងនេះវាជាចំណុចសំខាន់ណាស់ដែលយើងរំដោះបានទឹកដីទាំងស្រុងតែជំហរជាតិអត់មានអ្នកណាដឹងអត់មានអ្នកណាងើបឡើងមកបំភ្លឺពីបញ្ហាវិបត្តិដែលគេហៅថាមិនគេហៅថាជាចារកិច្ចយួនបំរើយួនសម្រាប់ខ្មែរហ្នឹងកន្លែងហ្នឹងឲ្យបងប្អូនឲ្យយល់ដឹងពីបញ្ហាកន្លែងហ្នឹងសំខាន់ណាស់ដូច្នេះចំណុចហ្នឹងបែបផ្ទុយទៅវិញដោយប្រើនៅពាក្យបង្រួបបង្រួមដោយប្រើនៅពាក្យបង្រួបបង្រួមអាបីសាយសៀនុបានបង្កើតគេហៅថារដ្ឋមន្ត្រីទី1និងរដ្ឋមន្ត្រីទី2អារដ្ឋមន្ត្រីទី1អារដ្ឋមន្ត្រីទី2ក្នុងពិភពលោកក៏ដែលមានទេតែអាបីសាយសៀនុធ្វើឲ្យមានហើយមិនតែប៉ុណ្្នឹងទេគេហៅថាប្រើពាក្យបង្រួបបង្រួមអាហ្នឹងយើងថាយើងយល់ស្របបង្រួបបង្រួមទៅចោះតែយើងសំណួរយើងសួរវិញថាតើបើបង្រួបបង្រួមហើយហេតុអីបានយើងទៅដេញអង្គការសហជាតិចេញតើអង្គការសហជីវជាតិហ្នឹងតើវាខុសឆ្គងអីជាមួយនឹងពាក្យបង្រួបបង្រួមអាហ្នឹងសូមឲ្យបងប្អូនចាប់ដើមយល់កន្លែងហ្នឹងឲ្យបានច្បាស់លាស់ដូចជាចូលទៅលើទស្សនៈដែលហៅថាការបង្រួបបង្រួមហ្នឹងបានន័យថាបង្រួបបង្រួមខ្មែរឲ្យទៅយួនមិនបានបង្រួបបង្រួមខ្លួនយើងជាខ្មែរដើម្បីទាមទារឲ្យចេញពីយួនយើងអត់មានចូលទៅលើទស្សនៈហ្នឹងទេយើងបង្រួបបង្រួមតែជាមួយនឹងយួនលើកអំណាចបកគលទៅឲ្យយួនវិញដូច្នេះចំណុចដល់ចុងបញ្ចប់ទៅដេញអន្តរជាតិចេញយើងពឹងផ្អែក14ឆ្នាំពលីអ្នកតស៊ូវរៈជនយើងអស់30,000នាក់ទាំងរំតែយើងទាមទារបាន$23.91គឺជាច្បាប់អន្តរជាតិហើយយើងសូមសួរថា
ថាតើការបង្រួបបង្រួមហ្នឹងវាខុសឆ្គងអីជាមួយនៅអង្គការសហជីវជាតិដែលមានទឹកលុយនេះគេដាក់រហូតដល់2 billion ដុល្លារហើយបើសិនជាយើងទៅដេញអង្គការសហជីវជាតិចេញយើងសួរថាអា3សាយសៀនុវាបានលុយមកពីណាដើម្បីស្ថាបនាជាតិអានេះដែលយើងសបញ្ជាក់បានច្បាស់លាស់ណាយើងសួរថាអា3សាយសៀនុវាទៅដេញអង្គការសហជីវជាតិចេញសួរថាវាអាងអីវិញវាអាងអីវាអាងប្រើពាក្យបង្រួបបង្រួមយើងត្រូវការលុយពីអន្តរជាតិដើម្បីមកឲ្យមកចុះជួយស្ថាបនាប្រទេសជាតិដើម្បីរៀបចំរចនាសម្ព័ន្ធនៅក្នុងប្រទេសឲ្យវាស្របទៅតាមលទ្ធិប្រជាធិបតេយ្យទៅក្នុងច្បាប់អន្តរជាតិអាហ្នឹងដែលយើងរំដោះបានទាំងស្រុងនៅថ្ងៃទី23/91ដោយឈរទៅលើទស្សនៈដែលបងប្អូននៅតែជឿទៅលើអា3សាយសៀនុកន្លែងហ្នឹងហើយដែលយើងបង្កវិនិច្ឆ័យខ្លួនឯងគេប្រាប់គេណែនាំយើងចេះតែដៀលប្រមាថគេថាគេនឹងមើងងាយស្ដាច់តែយើងសូមសួរថាតើស្ដាច់នឹងវាជាស្ដាច់ខ្មែរឬអត់ទេយើងមិនព្រមវេកញែកមិនព្រមទទួលយកការពិតថាតើអ្វីដែលគេធ្វើនឹងតើរីកចម្រើនមកដល់ប្រទេសជាតិយើងឬក៏បែកបាក់ប្រទេសជាតិយើងតែយើងអត់នាំគ្នាចាប់អារម្មណ៍ទេយើងចាប់អារម្មណ៍ទៅលើជំនឿអានឹងហើយដែលយើងជួបនៅវិនិច្ឆ័យកម្មមកទល់នឹងឆ្នាំ2014ហ្នឹងដែលយើងជួបនៅវិនិច្ឆ័យកម្មមកទល់នឹង2014បណ្ដាមកអីមកពីអាទស្សនៈជំនឿហ្នឹងជំនឿដែលងប់ងល់អត់មានការយល់ដឹងថាអ្វីល្អអ្វីអាក្រក់អត់មានយកមកពិភាក្សាទេអ្នកដែលគេចេះអ្នកដែលគេយល់ត្រឹមត្រូវគេបញ្យល់បែកជជែកគេវិញថាអាស្ដេចហ្នឹងវាល្អចង់បញ្ចប់គេប្រាប់ថាអាស្ដេចហ្នឹងវាក្បត់ជាតិនៅតែសពថ្ងៃនេះនៅតែមិនមួយចំនួននៅតែមិនព្រមទទួលយកថែមទៀតមិនព្រមវិភាគនៅក្នុងលក្ខណៈដែលចូលទៅលើលទ្ធផលនៃការពិតចេះតែលឺគេនិយាយទៅពីទៅពីហើយយកមកវិភាគយកមកគិតថាគេនិយាយបើចឹងហើយចរិតខ្មែរយើងបើគេនិយាយត្រង់គេនិយាយពិតអត់ជឿគេទេបើគេបោកនាំគ្នាជឿកាប់មុខអានឹងហើយយើងងាយបាត់បង់ទឹកដីយើងមាននិស្សកម្មមហន្តរាយចំណាក់ចោលស្រុកគេសម្លាប់ប្រជាជាតិវិបត្តិមកទល់នឹងសពថ្ងៃបើប៉ុណ្្នឹងហើយនៅតែមិនព្រមទទួលយកការពិតថែមទៀតនឹងហើយតែអៀកឹមសេងចង់បញ្ជាក់បង្ហាញអ្វីដែលវិនិច្ឆ័យកម្មគឺបណ្ដាលមកពីអបិសាយសៀនុរឿងនយោបាយនៅក្នុងប្រទេសខ្មែរទាំងអស់មកទល់នឹងសពថ្ងៃគឺបណ្ដាលមកពីអបិសាយសៀនុហើយទំនាក់ទំនងហ្នឹងសិតតែជាយើងនិយាយពីអាគណៈបកប្រជាជននិងអាគណៈបករាជានិយមសពថ្ងៃនេះគេសុខកាយសប្បាយចិត្តតែបានដេកស៊ីស្រួលលុយបានចាយនៅក្នុងមួយឆ្នាំអស់រាប់លានដុល្លារដើម្បីនៅក្នុងរាជានិវង្សនៅសានវង្សហើយយើងមើលទៅកញ្ចាស់មេពឺបីសាច់សក់សហ្នឹងយើងសួរថាជាជនជាតិខ្មែរទេម្នាក់នាំគ្នាចិន្តិតក្រិតថ្វាយអង្គមថាស្ដេចនឹងអស់ចាហ្នឹងតើស្ដេចខ្មែរស្ដេចយួនកញ្ចាស់មេពឺបីសាច់សក់សហ្នឹងវាជាខ្មែរឬជាយួនហើយយើងនាំគ្នាចិន្តិតថ្វាយអង្គមហ្នឹងអាហ្នឹងឲ្យបងប្អូនយើងមើលឲ្យច្បាស់លាស់អាហ្នឹងបញ្ហាទី2ខ្ញុំនិយាយពីបញ្ហារាជានិយមពួកហ្នឹងគេប្រើវិធីបិទបាំងប្រវត្តិសាស្ត្រអៀកកំសែងដែលចេញមកបង្ហាញឲ្យបានច្បាស់លាស់គេហៅថាបំបែកបំបាក់មែនបំបែកបំបាក់ជនទុច្ចរិតដើម្បីឲ្យជនសុចរិតមើលឃើញថាទង្វើអាក្រក់និងទង្វើព្រៃផ្សៃនេះខ្ញុំប្រាប់ទៅអាកិញ្ចចារកិច្ចយួនអាជនក្បត់ជាតិថេងតារាឯងស្ដាប់ឲ្យបានច្បាស់លាស់នឹងហើយដែលអៀកកំសែងចង់បញ្ជាក់បង្ហាញឲ្យច្បាស់លាស់ហើយអាជនក្បត់ជាតិអាថេងតារាឯងសូមឲ្យប្រយ័ត្នម្នាក់អៀកកំសែងហ្នឹងអ្នកឯងត្រូវតែប្រុងប្រយ័ត្នឲ្យទៅអៀកកំសែងចេញមកហ្នឹងទាំងផ្នែកច្បាប់នយោបាយសង្គមកិច្ចសេដ្ឋកិច្ចវប្បធម៌បញ្យល់ប្រជាជាតិឲ្យយល់ឲ្យច្បាស់លាស់អំពីវិធីដែលអាកម្ពុជាក្បត់ជាតិឯងអាកម្ពុជាចេញយួនបំរើយួនសម្លាប់ខ្មែរនេះហើយមិនអាចនឹងលាក់កំបាំងបានទៀតទេដូច្នេះអាថេងតារាឯងអាហ្នឹងឲ្យកំពុងតែភ័យព្រួយពីសកម្មភាពរបស់អៀកកំសែងដូច្នេះណាពីឥឡូវទៅនេះអាកម្ពុជាក្បត់ជាតិអាថេងតារាឯងគុំសង្ឃឹមតាមមកបោកប្រជាពលរដ្ឋបានទៀតអៀកកំសែងនៅតែវាយទម្លុះអាកំបាំងជាបន្តពីវិធីសាស្ត្រក្រមពួកអាជនក្បត់ជាតិបន្តមកធ្វើសកម្មភាពអានឹងខ្ញុំនិយាយត្រឹមរាជានិយមហើយឥឡូវនេះខ្ញុំចង់បញ្ជាក់បង្ហាញបន្តទៀតឥឡូវចេញមកបាក់មួយទៀតហើយឥឡូវចេញអាបាក់មួយទៀតហើយអាបាក់បំរើយួនសម្រាប់ខ្មែរវាចូលនៅក្នុងគោលនយោបាយត្រីកោណដូចខ្ញុំតែងតែបញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់អាសំរងស៊ីវាជាអ្នកគ្រប់គ្រងអា3សាយសៀនុអា3សាយសៀនុវាគ្រប់គ្រងអាមេចោបនេកតូហ៊ុនសែនអាមេចោបនេកតូហ៊ុនសែនវាទៅជាអាយ៉ងរបស់យួនសរុបសេចក្តីមកវិញយើងសូមសួរថាប្រទេសខ្មែរយើងតើមានអ្នកណាមិនបំរើយួនសម្រាប់ខ្មែរទេគេហៅថានយោបាយត្រីកោណហ្នឹងកន្លែងហ្នឹងហើយដែលអៀកកំសែងចង់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់អំពីបញ្ហាវិបត្តិនៅក្នុងប្រទេសជាតិអ្នកណាជាសត្រូវហើយអ្នកណាជាមិត្តឥឡូវសំណួរបងប្អូនយើងសួរថាតើបើពួកនឹងក្បត់ទាំងអស់តើមានអ្នកណាជាអ្នកដែលស្មោះត្រង់អ្នកដែលស្មោះត្រង់គឺប្រជាជាតិខ្មែរយើងគឺប្រជាពលរដ្ឋខ្មែរយើងដែលគេហៅថាស្មោះត្រង់ត្រូវគេបំពេញត្រូវគេបំភ័ន្តត្រូវគេសម្លាប់ត្រូវគេប្រើមធ្យោបាយគៀបសង្កត់គ្រប់បំណែកទាំងអស់អានឹងហើយដែលហៅថាជាភាពដែលស្មោះត្រង់របស់ប្រជាពលរដ្ឋហើយភាពដែលយើងនឹងនាំគ្នាជឿទៅលើក្រុមបោកប្រាស់កន្លែងហ្នឹងណាអៀកកំសែងបំបែកឲ្យចេញអំពីភាពដែលខ្វៅងងឹតបើកឲ្យឃើញនៅពន្លឺដែលពោពេញតែមានឆោប៉ុនរាំងស្អីដូច្នេះចំណុចហ្នឹងដែលចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យយល់អំពីបញ្ហាទាំងអស់ហ្នឹងដូច្នេះកន្លែងហ្នឹងដែលអៀកកំសែងចេញមកបែបផ្ទុយទៅវិញមិនយកទស្សនៈហ្នឹងមកគិតតែគិតនាំគ្នាបង្ខិតបង្ខំខ្លួនឯងរើសមេខ្ញុំស្គាល់តែចង់បញ្ជាក់បងប្អូនយើងឲ្យបានច្បាស់លាស់ពាក្យហៅថាការរើសមេបើយើងមិនយល់ពីការដឹកនាំពីខ្លួនឯងយើងមិនយល់ពីភាពដែលជាមេដឹកនាំយ៉ាងម៉េចយើងទៅរើសមេយ៉ាងម៉េចដូចខ្ញុំលើកឧទាហរណ៍ខ្លួនឯងបើមិនចេះបើកឡានទេខ្ញុំសួរតែទៅទិញឡានយ៉ាងម៉េចបើខ្លួនឯងបើអត់ចេះបើក
បើកឡាននោះទៅទិញឡានយកមកទៅអីបើខ្លួនតែអត់ចេះបើកហើយសួរថាបើទៅទិញឡានហើយតើដឹងថាឡានមួយណាល្អទេគឺយើងអត់ដឹងទីមកពីអីមកពីយើងអត់ចេះបើកដរាបណាតែវាចាប់ទិញឡានឲ្យបានល្អដរាបណាតែចេះបើកឡានបានយើងយល់ពីការបើកបានយើងយល់ថាឡាននឹងវាមានតម្លៃល្អណាស់អាក្រក់វានៅកន្លែងណាហើយបើយើងមិនចេះបើកផងឮតែគេនិយាយអញ្ចេះគឺជឿឮគេអានោះនិយាយគឺជឿអានឹងហើយដែលជួបនៅវិបត្តិអានឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងបានច្បាស់លាស់ឥឡូវយើងនិយាយត្រឡប់មកសំរងស៊ីវិញសំរងស៊ីអ្វីក៏នៅក្នុងគណៈបកសង្គ្រោះជាតិក្នុងគណៈបកសង្គ្រោះជាតិដែលយើងសង្ឃឹមនឹងបានភាពជោគជ័យបានទាំងស្រុងដោយសារយើងនឹងទាញកម្លាំងអន្តរជាតិចុះមកជួយយើងតែផ្ទុយទៅវិញយើងអត់មាននិយាយពីរឿងកោជបទេយើងបានជោគជ័យមែនសង្គ្រោះជាតិយើងឈ្នះណា63ទល់នឹង60នេះសង្គ្រោះជាតិយើងឈ្នះតែដល់សរុបទៅអាកម្ពុជាបោកប្រាស់សំរងស៊ីបែរជាដាក់កិច្ចសន្យាជាមួយប្រជាពលរដ្ឋយើងនឹងរោភាពអយុធធម៌ឲ្យប្រជាពលរដ្ឋវាថាវានឹងរោអាភាពអយុធធម៌ឲ្យប្រជាពលរដ្ឋនឹងទាមទារនឹងការបោះសើរើនឹងការបោះឆ្នោតឡើងវិញយើងធ្វើបាតកម្មសកម្មភាពទាំងអស់យើងអត់មាននិយាយពីរឿងកោជបទេអានេះខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់ពីរឿងកោជបបើសិនជាយើងដឹងតែកោជបហ្នឹងវាលួចវាប្លន់វាកេងវាប្រវាញ់រួចទៅហើយតែយើងអត់ខ្វល់ពីវាអញ្ចឹងនៅតែសំរងស៊ីជំរុញប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតទៀតអានេះនិយាយតែយើងសបញ្ជាក់បង្ហាញឲ្យឃើញច្បាស់តាមិនមែនរឿងមកពីកោជបទេដូច្នេះដល់ចំណុចហ្នឹងយើងជំរុញប្រជាពលរដ្ឋឲ្យទៅនាំគ្នាងើបឡើងតាមដានសកម្មភាពនៅគ្រប់ការិយាល័យនៅការបោះឆ្នោតខ្ញុំខំស្រាវជ្រាវអំពាវនាវរាល់ថ្ងៃដើម្បីជំរុញឲ្យប្រជាពលរដ្ឋងើបឡើងគ្រប់ការិយាល័យនៅក្នុង24ខេត្តក្រុងហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋឲ្យដឹងថាកុំឲ្យគេលួចកេងប្រវ័ញ្ចសិលឹកឆ្នោតយើងបន្តទៀតកន្លែងហ្នឹងហើយបានយើងបោះឆ្នោតបានជោគជ័យយើងបោះឆ្នោតយើងបានជោគជ័យទោះបីកោជបជាចោលផងយើងបាន63ទល់នឹង60ដល់សរុបនៅថ្ងៃទី28កក្កដាបងប្អូនយើងត្រូវយល់ឲ្យច្បាស់លាស់ហេតុអីបានគេមកប្លន់ភាពជ័យជំនះរបស់ប្រជាពលរដ្ឋពីព្រោះពួកហ្នឹងវាដឹងថាវាហ្នឹងគឺចាញ់គេរួចទៅហើយអញ្ចឹងហើយបានវាងឿដូចឆ្នាំ93ដូចគ្នាអញ្ចឹងក៏ប៉ុន្តែពី93ដោយមានអន្តរជាតិវាងឿវាទៅបង្កើតតំបន់អភិគមឆ្នាំ2013វាងឿដែរតែវាប្រើកងទ័ពមកប្លន់ភាពជោគជ័យរបស់ប្រជាពលរដ្ឋអានេះដែលយើងសបញ្ជាក់បង្ហាញឲ្យច្បាស់ណាដែលយើងសបញ្ជាក់បង្ហាញឲ្យឃើញច្បាស់ណាដែលហៅថាភាពជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរយើងតែភាពអកុសលសង្គ្រោះជាតិយើងឈ្នះប្រជាជាតិយើងឈ្នះតែគេកលៃទាំងអស់ហ្នឹងទៅធ្វើឲ្យចាញ់វិញដូចឆ្នាំ93ដូចគ្នាអានឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានច្បាស់លាស់ដូចឆ្នាំ93ដូចគ្នាយើងមើលពីសកម្មភាព93យើងអាបីសាយសៀនុវាបានជោគជ័យអន្តរជាតិយើងមានកម្លាំងទ័ពដល់30000នាក់នៅតែអាបីសាយសៀនុដេញចេញឥឡូវនេះយើងបានជោគជ័យឆ្នាំ2013យើងបានជោគជ័យវាប្រើនយោបាយមកប្លន់ភាពជ័យជំនះរបស់ប្រជាពលរដ្ឋហើយទន្ទឹមនៅពេលហ្នឹងអាសំរងស៊ីវាអត់មានបំណងទៅមកលើជាតិបំណងវាដើម្បីបំរើយួនសម្រាប់ខ្មែរពីព្រោះហេតុអីបាទខ្ញុំនិយាយអញ្ចឹងចំណុចដែលសំខាន់ហ្នឹងអាសំរងស៊ីវាជាកូនរបស់អញឹកយូឡុងអញឹកយូឡុងវាជាជនក្បត់ជាតិក្រុមយួនបង្កប់ខ្លួននៅក្នុងរាជានិយមហើយម្ដាយក្មេករបស់សំរងស៊ីហើយនឹងកញ្ចាស់មេពឹសគេហៅថាជាក្រុមតែមួយគេហៅថាស្រឡាញ់គ្នាបដូរផ្ដាច់បដូរប្របីមាត់នឹងថ្មិញអញ្ចឹងកន្លែងហ្នឹងហើយមិនងាយពួកនឹងបំបែកបំបាក់រវាងសំរងស៊ីនិងកញ្ចាស់មេពឹសបានទេកន្លែងហ្នឹងហើយដែលនយោបាយសំរងស៊ីពីពង្រៀងនយោបាយបានជោគជ័យពីភាពអយុត្តិធម៌ដែលគេមកប្លន់ភាពជ័យជំនះទៅនិយាយពីរឿងកោជបអាហ្នឹងឲ្យបងប្អូនមើលឃើញច្បាស់ហើយតាយើងចោលវាមកប្លន់ភាពជ័យជំនះរបស់យើងវាទាញយកដាក់វាកម្លាំងវា68រួចហើយវាឲ្យយើង55បែរជាយើងទៅទទួលយក55ហើយមកបោកប្រជាពលរដ្ឋថារោគភាពអយុត្តិធម៌ឲ្យប្រជាពលរដ្ឋកន្លែងហ្នឹងយើងមើលឃើញច្បាស់ហើយតាយើងឈ្នះណាយើងគណៈបកសង្គ្រោះជាតិយើងឈ្នះប្រជាជាតិយើងឈ្នះគឺដោយសារពីបញ្ហាយើងដឹងថាយួនយកដីខ្មែរយើងដឹងថា7មករាគឺជាថ្ងៃដែលយួនឈានពានដោយសារអៀកុំស្រេកទម្លុះនឹងអាកំបាំងប្រវត្តិសាស្ត្រទាំងអស់ហ្នឹងបានប្រជាពលរដ្ឋក៏ភ័យព្រួយពីបញ្ហាបាត់បង់ទឹកដីនេះខ្ញុំប្រាប់ឲ្យបានច្បាស់លាស់ណាអាកិញយួនអាជនក្បត់ថេងតារាឯងកុំឲ្យយកទស្សនៈហ្នឹងមកចោទថាអៀកុំស្រេងជាអ្នកដែលបំបែកបំបាក់ភាពសុចរិតនេះគឺអៀកុំស្រេងបំបែកបំបាក់មែនតែបំបែកបំបាក់នៅក្នុងទស្សនៈទុច្ចរិតដែលក្រុមពួកទុច្ចរិតទាំង3ហ្នឹងកន្លែងហ្នឹងហើយដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យមើលឃើញថារវាងមិត្តនិងសត្រូវត្រូវចែកឲ្យច្បាស់លាស់បើបងប្អូនចែកមិនច្បាស់លាស់ទេដោយពលពតដូចគ្នាចឹងពលពតមកពីអីមកពីពលពតចែកមិត្តនិងសត្រូវអត់បានច្បាស់លាស់កន្លែងហ្នឹងហើយនៅក្នុងក្រុមពួកហ៊ុនសែនជាស៊ីមហេងសំរិនហ្នឹងក្រុមពួកហ្នឹងគឺជាចារកិច្ចរបស់យួនវាបន្លំខ្លួននៅក្នុងរបបពលពតនៅជាមួយក្រុមពលពតដល់តែចង់បញ្ចប់នយោបាយវារុញទូកបណ្ដោយទឹកណែវាធ្វើទៅតាមច្បាប់វាគោរពខាងពលពតផងវាលួចសម្លាប់ប្រជាជាតិខ្មែរយើងដោយអាកំបាំងផងកន្លែងហ្នឹងហើយដែលយើងងប់អស់2លាននាក់ដោយសារអីហើយជាពិសេសដែលវាសម្លាប់ហ្នឹងវាសម្លាប់សិទ្ធិអ្នកចេះថែមទៀតអាហ្នឹងហើយដែលសបញ្ជាក់បង្ហាញឲ្យឃើញថាអាល្បិចកលយួនស៊ីរូងផ្ទៃក្នុងនេះគឺជាចារកិច្ចយួនបំឡំខ្លួននៅក្នុងស្ថាប័នជាតិខ្មែរយើងសពថ្ងៃដែលយើងមើលឃើញគ្រប់ស្ថាប័នទាំងអស់24ខេត្តក្រុងហើយស្ថាប័នគ្រប់តំណែងតាំងពីនាយករដ្ឋមន្ត្រីមកដល់ស្ថាប័នតូចសិតតែក្រុមយួនដូចខ្ញុំបានបញ្ជាក់ឲ្យបានច្បាស់លាស់ហើយអ្នកណាដែលអ្នកអនុញ្ញាតឲ្យយួនហ្នឹងមានអភ័យឯកសិទ្ធិមានឋានន្តរស័ក្តិគឺច្បាប់គឺចេញមកពី
រាជានិយមគឺចេញមកពីស្ដេចបើស្ដេចមិនអនុញ្ញាតឲ្យទេយើងសួរថាអំណាចទាំងអស់នឹងបានមកពីអ្នកណាហើយយើងមើលយើងនិយាយឲ្យភាពដែលងាយស្រួលយើងនិយាយថាច្បាប់នៅក្នុងចូលជាសញ្ជាតិខ្មែរអ្នកណាក៏ដោយចូលជាសញ្ជាតិខ្មែរដរាបណាតាឡាយប្រហោះពីស្ដេចហើយយើងសុំសួរថាយួនរស់នៅលើទឹកដីខ្មែររាប់សិបលានអ្នកហ្នឹងដោយស្ដេចគ្មានការទោសមនោះគ្មានការទៀមទាគ្មានការប្រឆាំងលើចំណុចណាមួយនឹងហើយគេហៅថាភាពដែលយល់ស្របឲ្យយួនរស់នៅលើទឹកដីខ្មែរយើងដោយស្វ័យប្រវត្តិនឹងស្របទៅតាមច្បាប់លប់ត្រឹមត្រូវតែទៀតបែបទុយទៅវិញខ្មែរយើងទេដែលអត់ស្របច្បាប់ដោយសារអីខ្មែរយើងទេអត់ស្របច្បាប់ដោយសារលើកយួនមកធ្វើជាខ្មែរដូចជាអ្វីក៏ដោយដែលស្ដេចយួនគេគិតតែពីប្រជាជាតិយួនគ្នាគេដល់តែប្រជាជាតិខ្មែរយើងគេចាប់ដាក់គុកណាគេវាយគេធ្វើបាបគេគន្ទានយកដីយើងសុំសួរថាបងប្អូនរួមជាតិដែលឃើញស្ដេចចេញជំមុខមកជួយយើងទេអានឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនយើងឲ្យបានច្បាស់លាស់អំពីបញ្ហាវិបត្តិនៅក្នុងប្រទេសយើងដែលគេហៅថាបឋមដែលមាន3ក្រុមកម្ពុជាចោលបោះជាតិ3សាច់បនកំពើក្រុមហ៊ុនសែនទី2ក្រុមរាជានិយមទី3កម្ពុជាបោកប្រាស់សំរងស៊ីហ្នឹងវាយកអំណាចដែលភាពជោគជ័យរបស់ប្រជាពលរដ្ឋយកទៅចុះចូលគេដោយប្រើនយោបាយដែលពង្រៀងពីការយើងរងនៅភាពអយុត្តិធម៌វាទៅជាទៀមទាននៅគោជបអានេះដែលបញ្ជាក់បង្ហាញឲ្យបងប្អូនយើងបានច្បាស់លាស់ណាគ្មានអ្នកឯងមកកែកលៃបានទេហើយយើងសុំសួរថាបើយើងនៅតែគ្រប់គ្រងអាសំរងស៊ីទៀតយើងសុំសួរថាយើងនឹងសង្ឃឹមថាវានឹងបានអីមកវិញឥឡូវនេះយើងបានជោគជ័យបានទាំងស្រុងរួចទៅហើយនៅតែវាមិនទទួលយកភាពជោគជ័យរបស់ប្រជាពលរដ្ឋទៅប្តឹងអង្គការសហជីវជាតិឲ្យអង្គការសហជីវជាតិចុះមកវាអត់មានទៅនិយាយចឹងទេវាបែរជាវាទៅនិយាយពីរឿងគោជបខ្ញុំបានបញ្ជាក់បង្ហាញច្រើនសារច្រើនលើកហើយតែបងប្អូនយើងមិនព្រមយកនៅទស្សនៈនឹងមកវិភាគគិតឲ្យបានច្បាស់លាស់ចេះតែភាពងប់ងល់ហើយជឿតែជន់បោកប្រាស់ហើយយើងមួយទៀតយើងសង្ឃឹមថានឹងគណៈបកសំរងស៊ីនឹងអាចជួយអីយើងសុំសួរថាវាអាចជួយឲ្យបានឥឡូវនេះយើងបានជោគជ័យហើយនៅតែវាធ្វើមិនកើតផងចុះទាំងរំតែលើកក្រោយទៀតវាយើងឈ្នះទៀតវាប្លន់ទៀតយើងសួរថាយើងយកអីមកអំណះអំណាងទៀតឥឡូវនេះយើងឈ្នះ63ទល់នឹង60ចុះបើលើកក្រោយយើងបោះឆ្នោតទៀតយើងឈ្នះទៀតវាមកប្លន់ទៀតតើយើងអីយកអីមកណាស់អំណាងទៀមទារកគោជបទៀតទៅនឹងហើយគាត់តែជាល្បិចបោកប្រាស់ហើយល្បិចបោកប្រាស់របស់សំរងស៊ីហ្នឹងខ្ញុំនឹងបង្ហាញឲ្យបានច្បាស់លាស់ថាអានេះអត់មានបំណងធ្វើបាតកម្មទេអានឹងព្រោះឥឡូវឃ្លីបវាវិញចាំស្ដាប់នៅឃ្លីបក្រោយអានឹងខ្ញុំចង់បញ្ជាក់ទៅអាកម្ពុជាជនក្បត់ជាតិអាថេងតារាឯងនិយាយថាខ្ញុំបំបែកបំបាក់ហ្នឹងគឺបំបែកបំបាក់ពួកអាក្បត់ជាតិហើយបន្ទាប់មកទៀតខ្ញុំប្រាប់ទៅណាអាគិញយួនអាជនក្បត់ជាតិអាថេងតារាឯងស្ដាប់ឲ្យបានច្បាស់លាស់បើសិនជាថ្ងៃក្រោយចង់យកមកចោទប្រកាន់មកលើទស្សនៈរបស់ខ្ញុំសូមឲ្យយកតាក់ហេកហោះតាងមួយណាដែលខ្ញុំការនិយាយស្ដីការវេកញែកមកប៉ះពាល់នៅលើរឿងដែលហៅថាជាចារកិច្ចរបស់យួនអានឹងយកមកបង្ហាញប្រជាពលរដ្ឋទៅអានឹងខ្ញុំនឹងបញ្ជាក់បង្ហាញដើម្បីយកផោះតាងមកដាក់ឲ្យគេមុននឹងការចោទប្រកាន់ទៅលើទស្សនៈគេជាគិញយួនឬក៏គេបំរើយួនសម្លាប់ខ្មែរដូច្នេះណាអាជនក្បត់ជាតិឯងកុំឲ្យយកប្រើនយោបាយដើម្បីមកគ្រប់គ្រងពួកអាជនក្បត់ជាតិដែលពួកនៅក្នុងរាជានិយមហើយនឹងពួកអាកម្ពុជាបោកប្រាស់សំរងស៊ីអាជនក្បត់ជាតិដើម្បីជាផលប្រយោជន៍លេងចាញ់បានហ៊ុនទៅយកលុយរបស់ប្រជាជាតិយកទៅបោកប្រាស់ប្រជាជាតិដើម្បីជាមហិច្ឆតានៅការកេងប្រវ័ញ្ចបោកប្រាស់ប្រជាជាតិខ្មែរយើងអានឹងខ្ញុំប្រាប់ទៅណាអាកម្ពុជាក្បត់ជាតិឯងបើសិនជាចង់និយាយពីរឿងចោតប្រកាន់មកលើខ្ញុំត្រូវទៅបញ្ជាក់ពីសមាជិកខ្លួនឯងត្រូវបញ្ជាក់ពីប្រវត្តិខ្លួនឯងតើខ្លួនឯងអាងស្អីបើតាំងខ្លួនជាខ្មែរហើយខ្មែរនេះកើតនៅឯណានៅភូមិណានៅស្រុកណានៅហើយប្រវត្តិពូជម្បូរនឹងចេញមកពីពូជពងយ៉ាងម៉េចអានឹងឲ្យអាកម្ពុជាថេងតារាឯងបញ្ជាក់ប្រាប់គេឲ្យបានច្បាស់លាស់បើសិនជាខ្លួនឯងមកចង់តាំងខ្លួនជាខ្មែរតែផ្ទុយទៅវិញកុំឲ្យយកទស្សនៈហ្នឹងមកនិយាយឲ្យមកចោទប្រកាន់ដល់អៀកំសែងគ្មានមូលដ្ឋានដូច្នេះបងប្អូននៅក្នុងពិភពលោកនឹងក៏ដោយអ្នកណាក៏ដោយបើហ៊ានថាចង់ចេញមកដើម្បីចោទប្រកាន់មកលើទស្សនៈថាអៀកំសែងជាយួនតែឈរទៅលើចំណុចស្អីពាក្យហៅថាយួនឬមិនយួនវាស្ថិតនៅលើសង្វើនិងសកម្មភាពដែលការទស្សនៈបំរើយួនសម្រាប់ជាតិសាសន៍ខ្លួនឯងអាហ្នឹងដែលយើងមើលឃើញសកម្មភាពនយោបាយមកទល់សប្តាហ៍ថ្ងៃតែអៀកំសែងបានឈរទៅលើទស្សនៈយកជីវិតទៅដើម្បីមកពាក់លីទៅលើសមរភូមិហើយដើម្បីឆ្លុះបញ្ចាំងបញ្ជាក់បង្ហាញប្រជាជាតិឲ្យដឹងយល់ថាប្រទេសជាតិខ្មែរយើងត្រូវក្រោមការយួនឈានពានបំបត្តិពុទ្ធសាសន៍សម្រាប់ជាតិសាសន៍ខ្លួនឯងបើប៉ុណ្្នឹងហើយនៅតែមិនព្រមបើកភ្នែកឲ្យធំទៀតរឿងរយៈកាលកន្លងមកបងប្អូនខ្ញុំមើលឃើញទាំងអស់គ្រប់ចរន្តនយោបាយនៅក្នុងប្រទេសជាតិម្នាក់នាំគ្នាជេរតែហ៊ុនសែនណានាំគ្នាជេរតែហ៊ុនសែនរិះគន់សំរងស៊ីតែចោះអាកម្ពុជារាជានិយមវិញយើងសុំសួរថាមិនដែលឃើញបងប្អូនមួយណាហ៊ាននិយាយពីរាជានិយមទេបើសិនជានាំគ្នាខ្លាចរាជានិយមយើងសួរថាទៅរំដោះទឹកដីយ៉ាងម៉េចរឿងប្រវត្តិសាស្ត្រមកទល់នឹងសពថ្ងៃវិនិច្ឆ័យកម្មមហន្តរាយទឹកដីដែលបាត់បង់បណ្ដាលមកពីអីគឺបណ្ដាលមកពីអា3សាយស៊ីនុនៅក្នុងរាជានិយមហើយជាពិសេសកញ្ចាស់មេពឺ3
សាច់សសនៅគ្រប់គ្រងអំណាចនៅទល់សពថ្ងៃគ្រប់ស្ថាប័នទាំងអស់នៅរាជអាជ្ញាទាំងអស់បញ្ជាចេញមកគឺបញ្ជាចេញពីរាជានិវង្សដូច្នេះចំណុចមួយគេឲ្យក្រុមអាហ៊ុនសែនវាធ្វើកាចក្រុមអារាជាវាធ្វើស្លូតដូច្នេះចំណុចហ្នឹងដែលវាមិនខ្វល់ខ្វាយពីប្រទេសជាតិអាមួយវាដើរតួជាអាមួយវាដើរតួស្លូតទៅអ្នកដែលវិបត្តិអ្នកដែលរងគ្រោះគឺប្រជាជាតិខ្មែរយើងចំណុចដែលសបញ្ជាក់បង្ហាញឲ្យឃើញច្បាស់ថាបើបងប្អូននៅតែមិនទាន់យល់នៅតែមិនព្រមទទួលយកការពិតអាហ្នឹងភាពវិនិច្ឆ័យគុំសង្ឃឹមថាយើងនឹងរំដោះទឹកដីបានអត់សោះពីបញ្ហាដែលយើងមើលឃើញថានាំគ្នាជេរតែហ៊ុនសែនខ្ញុំសួរថាបើបងប្អូនចង់កំទេចហ៊ុនសែនចោលបងប្អូនអាចកំទេចហ៊ុនសែនបានតែម្នាក់ចុះហ៊ុនសែន100នាក់ងើបមកទៀតតែយើងកំទេចយ៉ាងម៉េចអ្វីក៏ដោយបើយើងមិនមែនត្រឹមតែកំទេចហ៊ុនសែនតែហ៊ុនសែនម្នាក់ទេពីព្រោះនៅក្នុងស្ថាប័នគណៈបករាជានិយមគណៈបកប្រជាជនសិតតែពួកយួននៅក្នុងនឹងទាំងអស់វារហូតដល់99%គ្មានខ្មែរមួយទេអានេះខ្ញុំប្រាប់ឲ្យច្បាស់ហើយបើយើងមិនព្រមភ្ញាក់ខ្លួនទេហើយនៅតែចង់ទស្សនៈមួយនៅតែលើកតម្កើងស្ដេចអានឹងហើយយើងសម្លាប់ខ្លួនឯងហើយគុំថ្ងៃក្រោយដល់ទៅពេលងាប់ហើយបាននឹកឃើញស្ដាយក្រោយស្អីក៏យឺពេលអស់ដែរនេះខ្ញុំកិនចង់បង្ហាញបងប្អូនឲ្យបានច្បាស់លាស់គុំឲ្យយកទស្សនៈចាំតែកំតិចតែត្រឹមតែហ៊ុនសែនចុះអារាជានិយមចុះអាសំរងស៊ីដូចជាដំណើរនយោបាយសិតរុញទូបណ្ដោយទៅដើម្បីឲ្យលើកអំណាចយួនមកគ្រប់គ្រងលើទឹកដីខ្មែរគ្រប់ស្ថាប័នទាំងអស់អានឹងហើយតែជាវិបត្តិសង្គមមកទល់សពថ្ងៃ